ឥឡូវនេះយើងទៅធ្វើ IDM ជូនបងប្រុសម្នាក់ដែលយើងកំពុងតែ remote ឥឡូវយើងមើល IDM របស់គាត់សិនចឹងចូល check មើលសិនតើ IDM IDM នឹងមានបញ្ហាអូខេអញ្ចឹងយើងអាច close browser នឹងសិនក៏បានឬក៏មិនបាច់ close ក៏បានដែរអញ្ចឹងជាទូទៅយើងតែងតែមាន software មួយដាក់ជូនគាត់ប៉ុន្តែនេះអត់ឃើញអញ្ចឹងយើងត្រូវការតម្លើងថ្មីเนาะអញ្ចឹង it's okay យើងទៅតម្លើងទាំងអស់គ្នានេះជា file ដែលក្រុមការងារយើងតម្លើងអូខេអញ្ចឹងបងប្អូនគាត់ទៅតម្លើងទៅ file នេះគឺខាងយើងផ្ញើជូនបន្ទាប់ពីបងប្អូន order អូខេអញ្ចឹងចុចតិចមកនេះកន្លែងនេះយើងចុច create desktop shortcut នៅពេលដែលលើក្រោយទៀតបងប្អូនមិនចាំបាច់តម្លើងទេពីព្រោះអីវា load ចូល desktop icon ហើយអញ្ចឹង software នេះគឺជា software ខាងក្រុមការងារ CTV យើងជាអ្នកធ្វើផ្ទាល់នេះអញ្ចឹងបងប្អូនប្រើទៅមិនបាច់បារម្ភរឿងមេរោគ virus អីទេដោយសារវាមិនមែនជា script វាមិនមែនជា source code ដែលយើង download ចេញពី GitHub ឬក៏ពី website ផ្សេងណាមកទេប៉ុន្តែវាជា source code ដែលក្រុមការងារ CTV របស់យើងជាអ្នកធ្វើផ្ទាល់អញ្ចឹងយើងចុចលេខ2ដើម្បី activate ដោយសារតែគាត់មាន IDM ស្រាប់ហើយអញ្ចឹងយើងចាំមើលបន្តិចទៅប្រភេទនេះវាស្តៀងទៅនឹងការប្រើប្រាស់ជាមួយនឹង PowerShell ដែលគេ crack ជាមួយនឹង IDM ហ្នឹងដែលយើងតែងតែឃើញគេ free source code ទៅលើ GitHub អញ្ចឹងបងប្អូនគ្រាន់តែចាំវាតិចទៅកន្លែងនេះគឺអត់មានលាក់បាំងអីទេនេះរួចរាល់ហើយអញ្ចឹងបងប្អូនអាចប្រើប្រាស់បានធម្មតាក្នុងករណីថ្ងៃក្រោយមានបញ្ហាគឺបងប្អូនគ្រាន់តែបើក software នេះមកឲ្យចុចលេខ2វិញទៅក្នុងករណីយើងមានហើយយើងអត់ទាន់មានសំទោសយើងអត់ទាន់មាន IDM អញ្ចឹងយើងត្រូវការ download សិនប៉ុន្តែដោយសារតែកុំព្យូទ័ររបស់គាត់គឺមានហើយអញ្ចឹងមិនយើងចុចលេខ2ដើម្បី activate តែម្ដងប៉ុន្តែក្នុងករណីថាយើងបើក software នឹងមកហើយម៉ាស៊ីនកុំព្យូទ័រយើងអត់ទាន់មាន IDM ទេឧទាហរណ៍ណាចាំបងប្អូនចុច1នេះចុចលេខ1ប៉ក់មកគាត់នឹង direct ទៅឲ្យបងប្អូន download IDM នេះតែប៉ុណ្្នឹងទេខ្ញុំគ្រាន់តែ demo ទេឥឡូវនេះការ activate រួចរាល់ហើយសន្មត់បងប្អូនអាច activate បានឥឡូវយើងចូលទៅ check មើល IDM ទាំងអស់គ្នាយើងអាច update ទៅ last version បានណាបងប្អូនហើយ download ជាមួយនឹង speed លឿនមែនទេឥឡូវយើង check update ទាំងអស់គ្នាយើងអាច update ទៅ last version បានហើយកន្លែង speed យើងអាចបន្ថែមបានរហូតទៅដល់5ចុចកន្លែង speed នៅម្ដុំណាទេខានប្រើយូផ្លេចនេះកន្លែងនេះកន្លែង setting នេះបងប្អូនអាចដាក់សំទោសមួយទៀតកន្លែងមួយទៀត option អញ្ចឹងកន្លែង speed គឺយើងអាចដាក់បានច្រើនកន្លែងណាចេះសុំរាវបន្តិចខានយូឬក៏ចាំខ្ញុំណែនាំក្រោយក៏បានដែរអូខេអញ្ចឹងប៉ុណ្្នឹងឯងចាំខ្ញុំណែនាំក្រោយទៅកន្លែង download រក speed អត់ឃើញដឹងតែថាយើងអាចបន្ថែមបានច្រើន speed អូខេអញ្ចឹងបន្ទាប់ពីបងប្អូន activate បានហើយគឺយើងអាចប្រើប្រាស់វាបានធម្មតាតោះប៉ុណ្្នឹងឯងដឹងតែដើរលឿនអត់អីទេយើង close មកឥឡូវយើងចូលទៅកាន់ browser យើង refresh ឧទាហរណ៍IDM មានអត់ឥឡូវយើងសាក download អត់ដើរឬមិនឥឡូវយើងចូលទៅកាន់ YouTube វិញយើង reload មកនេះមកឲ្យតានេះបានហើយរួចរាល់ហើយអញ្ចឹងពេលនេះ file PDF ក៏គាត់ download បានហើយ YouTube ក៏គាត់ download បានដែរមុននេះគាត់ download អត់បានទេដោយសារវាមានបញ្ហា error អញ្ចឹងណាអញ្ចឹងក្នុងករណី error នេះគាត់ឆានមកអញ្ចឹងក្នុងករណី error យើងគាត់ទៅបើកទៅលើ software ហ្នឹងហើយយើង reactivate ឡើងវិញរួចរាល់ជាការស្រេចឥឡូវបើសិនជាយើងមាន browser ថ្មីកៀងបាត់ដែរដឹងតែគាត់បិទឬមិនអត់ដឹងដែរបើក្នុងករណីយើងមាន browser ថ្មីកៀងបាត់ដាច់អ៊ីនធឺណិតអូខេសន្មតប៉ុណ្ណឹងខ្ញុំមានពេលនឹងធ្វើវីដេអូបន្ថែមជូនបងប្អូនទាំងអស់គ្នាមួយទៀតមានចង្អុលសំណួរអាចសួរបានអរគុណច្រើន